Đây nè khả nia ngày nay khi mình cảm thấy thay một tiết hay thì nia thà nè khả nia đang cho chặtสำหรับบางคนในลูกผลิตภัณฑ์ตามออนไลน์คือตามTikTok เนี่ยkhả nia ចឹងរាល់វីដេអូដែលយើងផុសភាគច្រើនសម្រាប់បងប្អូនដែលគេទិញអីវ៉ាន់យើងភាគច្រើនគេចូលមើល comment អ្នកគ្នាចឹងពេលយើងគេចូលមើល comment ទៅថាមាន comment ហ្នឹងសរសើរផលិតផលយើងសរសើរថាផលិតផលល្អអ្នកលក់រាយអីចឹងណាតែពី comment ហ្នឹងគឺជា comment ដែលយើងប្រើ robot កម្មវិធីចាក់ដើម្បីជាជំនួយឲ្យអតិថិជនកាន់ទូចិត្តយើងសង្ឃឹមថាអ្នកគេយល់ខ្ញុំជ័យចឹងណាគ្នាចឹងគឺកម្មវិធីនេះគឺជាកម្មវិធីចាក់ដំឡើង comment ក្នុង TikTok ឥឡូវខ្ញុំបញ្ចូលអ្នកគ្នាម្ដងទៀតគឺឧទាហរណ៍ថាអ្នកគ្នាលក់ផលិតផលចឹងហើយអ្នកគ្នាផុសវីដេអូហ្នឹងហើយអ្នកគ្នាចង់ឲ្យអតិថិជនការទុកចិត្តហាងយើងផលិតផលយើងហើយផលិតផលយើងកាន់លក់ដាច់ហើយអ្នកគ្នាអាចប្រើកម្មវិធីចាក់ comment នឹងបានគេចាក់ comment សរសើរផលិតផលខ្លួនឯងចឹងណាចូលលក្ខណៈថាចូល100 comment សរសើរផលិតផលយើងថាល្អស្អាតអ្នកលក់រាយរាក់ទាក់ចឹងទៅអ្នកផ្សេងគេចូលមើល comment ដែរគេថា comment នេះសិនអ្នកល្អអ្នកចូល comment សិនថាធ្លាប់ទិញថាហាងនឹងលក់ល្អចឹងណាហើយចឹងអ្នកផ្សេងគេអាចនឹងទុកចិត្តហាងយើងហើយចាប់ដើមទិញនៅហាងយើងចឹងណាតែធៀបពិតគឺcomment ហ្នឹងគឺយើងចាក់ទេគឺយើងប្រើកម្មវិធីហ្នឹងកម្មវិធីចាក់ដំឡើង comment ទេចឹងអ្នកគ្នាដឹងថាកម្មវិធីហ្នឹងឈ្មោះអីហើយគេប្រើរបៀបម៉េចចឹងតើអ្នកគ្នាកុំអាចខាត់ពេលយូរយើងទៅរៀនប្រើកម្មវិធីចាក់ដំឡើង comment សរសើរផលិតផលខ្លួនឯងទាំងអស់គ្នានេះហើយគឺជាកម្មវិធីចាក់ដំឡើង comment TikTok អ្នកនរគ្នាចឹងពេលអ្នកនរគ្នាចូលក្នុងកម្មវិធីនឹងហើយអ្នកគ្នាអូមើលអក្សរនេះមើលអក្សរអង់គ្លេសហ្នឹងហើយក្នុងក្លោកហ្នឹងអ្នកចុចលើហ្នឹងមកចឹងពេលអ្នកគ្នាចុចលើហ្នឹងមកហើយអ្នកគ្នារកពាក្យថា TikTok comment ចឹងយើងមកអ្នកគ្នានេះគឺ TikTok comment ចឹងពេលអ្នកចុច TikTok comment ហើយអ្នកចុចលើហ្នឹងមកចឹងពេលអ្នកគ្នាចុចលើនឹងហើយអ្នកគ្នាមើល service នេះគឺជាតម្លៃវាចឹងអ្នកគ្នាអាចចុចលើហ្នឹងមកចឹងអ្នកគ្នាមកមើលនេះតម្លៃវា 1k comment វាស្មើនឹង $1.90 សេនចឹងយើងអាចមើល comment ហើយ comment មកពីអាមេរិកឥណ្ឌូនេស៊ីចឹងហើយយើងយកលើនេះមកនេះយើងយកលើហ្នឹងមកចឹងពេលអ្នកគ្នាយកលើហ្នឹងហើយអ្នកគ្នាអូសមកមើលឡើងលីងនេះចឹងដើម្បីបានចាក់ comment នៅ TikTok ហ្នឹងបានអ្នកគ្នាត្រូវ copy link វីដេអូដែលអ្នកគ្នាចង់ចាក់ comment ហ្នឹងយកមកផាសកន្លែងហ្នឹងអ្នកគ្នាយកមកផាសមកឥឡូវខ្ញុំឧទាហរណ៍ទៅយក comment ដល់អ្នកគ្នាទៅយក comment ទៅយក link ដើម្បីមកផាសកន្លែងហ្នឹងអ្នកគ្នាមើលកាន់តែច្បាស់ចឹងណាឥឡូវយើងបិទកម្មវិធីហ្នឹងសិនទៅមើលត្រឡប់ទៅ TikTok ហើយយើងទៅយក link ហ្នឹងអ្នកគ្នាឥឡូវចូល TikTok យើងមកអានេះខ្ញុំឧទាហរណ៍នេះនេះយកប្រៃនាងអើយបៃដូងនាងសាមពីវ័យតើនាងយកប្តីហេតុអីនាងមិនយកមកគូពីឲ្យយើងត្រឡប់ទៅហើយយើងមកផាសមកផាសឡើងហ្នឹងចឹងយើងផាសហើយយើងមកមើលឲ្យ quality នេះអ្នកគ្នាចឹងអ្នកគ្នាអាចទិញបានទិញចំនួន comment នឹងមកឧទាហរណ៍ថាគេចង់ទិញ100 comment ចឹងណាគេលក់ពី1 comment ទៅរាយដល់100,000 100,000 100,000 comment ចឹងគ្នាទិញចឹងកន្លែងនេះអ្នកគ្នាត្រូវសរសេរមកឥឡូវខ្ញុំសរសេរយកអត់ត្រូវព្រោះកុំឲ្យខាត់ពេលយូរឧទាហរណ៍ថាអ្នកចង់ទិញ comment ចឹងអ្នកគ្នាសរសេរមកអានេះខ្ញុំឧទាហរណ៍ណាខ្ញុំសរសេរយកត្រូវចឹងពេលអ្នកសរសេរហើយអ្នកគ្នាចុះបន្ទាត់ចេះមានន័យថា1 comment ទៅពេលសរសេរតទៀតមកអញ្ចឹងមានចុះបន្ទាត់ទៀតមកវាចុះបន្ទាត់ចេះមកចុះបន្ទាត់ចឹងមកមានន័យថា2 comment ចឹងអ្នកសរសេរចឹងគ្រប់comment នេះគឺដូចគ្នាទិញ100 comment ចឹងតកន្លែងនេះឃើញលេខ100អ្នកគ្នា
លេខ100ចឹងណាលេខ100មានន័យថាយើងទិញបានគុំ100 comment ហើយអ្នកគ្នាធ្វើសេអានេះមិនគុំសេតាមខ្ញុំចង់និយាយថាអ្នកសេពីអីសេទៅស្ទើរអ្នកគ្នាទេសំខាន់ណាស់អ្នកគ្នាសេឲ្យអស់អ្នកសេមិនសេវិញសេអីសេលក្ខណៈថាសេវិញបានក៏បានដែរសំខាន់ឲ្យតែចុះតតមានថាមួយ comment ហើយយល់ទេអ្នកគ្នាយល់កន្លែងហ្នឹង ទោះបីតែនេះគេដាក់រូបក៏ដោយដាក់រូបសើចរូបបេះដូងអីក៏បានដែរហ្នឹងក៏គេអាហ្នឹងក៏គេរាប់មួយ comment ដែរយល់ទេណាគ្នាឃើញនេះយើងបាន5 comment ណាអញ្ចឹងអ្នកគេចង់ទិញបានចង់ទិញទៅគេលុះពី1 comment ទៅ 10000 comment អញ្ចឹងណាហើយឧទាហរណ៍នេះខ្ញុំសេយកខុសពួកអីសេរឿងដល់អ្នកមួយអញ្ចឹងណាអញ្ចឹងទិញ5 comment ទិញដល់1ទិញដល់មកដល់ទៅពេលនេះទិញរួចហើយគិតថាណាគឺរួចហើយអ្នកគ្នាមកមើលកន្លែងពេលវេលាដែរវានឹង9ម៉ោងឬទៅ34នាទីទៅ9ម៉ោងវាចាប់ដើមដើរ comment យើងម្ដងមួយអ្នកគ្នាហើយពេលអ្នកគ្នាមើលទិញហើយអ្នកគ្នាមកមើលនេះអញ្ចឹងយើងទិញអានេះខ្ញុំធ្វើសាមើល5 comment យកបានមួយសេនទេអ្នកគ្នាអាចមើលបានកោ00ចុចនេះថៅអញ្ចឹងអ្នកគ្នាទិញឲ្យបានច្រើនបើសិនជាលះណាអ្នកគេទិញ 1k វាស្មើនឹង 1000 comment វាអស់តែ$1.90ទេអញ្ចឹងវាចំណេញមែនទេអ្នកគ្នាសម្រាប់បងប្អូនដែលលក់ផលិតផលតាមអនឡាញអញ្ចឹងណាហើយអ្នកគ្នាចង់ឲ្យអតិថិជនយើងកាន់តែទុកចិត្តកាន់តែផលិតផលកាន់លក់តែដាច់ទៅពេលយើងដាក់ comment ទៅសារផលិតផលខ្លួនឯងអញ្ចឹងទៅពេលយើងចូលមើល comment មានន័យថាគេចូលមើល comment ទៅគេថា comment ល្អអញ្ចឹងពេលគេឃើញ comment ល្អអញ្ចឹងមានន័យថាកាន់ទុកចិត្តថាផលិតផលយើងកាន់ល្អហើយក៏គេមានចិត្តចង់ទិញហើយព្រោះអីឃើញ comment សិតថាសរសើរផលិតផលយើងអញ្ចឹងណានេះជាចំណេះមួយសម្រាប់បងប្អូនដែលលក់អនឡាញអញ្ចឹងណាជាវិធីមួយដែលអូសទាញឲ្យអតិថិជនមកទិញផលិតផលយើងឲ្យមកទុកចិត្តផលិតផលយើងឬក៏ក្រុមហ៊ុនរបស់យើងអញ្ចឹងណាព្រោះអី comment សិតថាល្អអញ្ចឹងណាហ្នឹងហើយគ្នាពេលអញ្ចឹងពេលអ្នកគេទិញហើយអីហើយអស់ជាចុងក្រោយនឹងគេចុចពាក្យ submit នេះចុះអ្នកគេចុចពាក្យ submit ហ្នឹងគឺវាទិញបានដូចរាល់ហើយវានឹងលុបផ្ទាំងមកបញ្ជាក់ពីចំនួននឹងអស់លុយបានផ្ទាំងកន្លែងនេះដូចអ្នកគ្នាធ្លាប់ទិញអីវ៉ាន់នៅក្រៅអញ្ចឹងមានគេឲ្យក្តាស់មួយក្តាស់បញ្ជាក់ពីការទិញនឹងចំនួនអស់ប៉ុន្មានអញ្ចឹងណាអ្នកគ្នាអញ្ចឹងអ្នកគ្នាពេលចុចយ៉ាងហ្នឹងហើយអ្នកគ្នារងចាំទៅរងចាំវារៀងយូរដែលរៀងឆាប់ដែរតាមសេវាអ្នកគ្នាទិញតែថៃឬក៏អាថៅអញ្ចឹងណាហ្នឹងហើយអ្នកគ្នាគឺកម្មវិធីនេះគឺល្អមែនទែនអាចជំនួយឲ្យយើងនេះបានឲ្យយើងក្រុមហ៊ុនយើងឬក៏ផលិតផលយើងឲ្យភ្ញៀវកាន់តែទុកចិត្តផលយើងអញ្ចឹងណាព្រោះអី comment ទៅល្អស្តារផលិតផលយើងទៅសារក្រុមហ៊ុនយើងអញ្ចឹងអ្នកគ្នាដឹងស្រាប់បើសិនអ្នកគ្នាដាក់លក់អីចឹងទៅពេលគេឃើញ comment ល្អចេះអ្នកផ្សេងឃើញល្អចេះចូល comment ណាចង់ទិញដែរអញ្ចឹងណាហ្នឹងអ្នកគ្នានេះជាវិធីសាស្ត្រមួយគាត់ប្រាប់អ្នកគ្នាជាចំណេះដឹងតិចតួចអញ្ចឹងណាតែបើចុងក្រោយបើសិនបងប្អូនចង់ជិះប្រើកម្មវិធីហ្នឹងគឺអាចតាក់ទងមកខ្ញុំបានគឺខ្ញុំទទួលមករៀនអ្នកគ្នាគឺតម្លៃត្រឹមតែ$20ទេគឺចេះទាំងអស់មកទៅចាក់ page ចាក់ like ពេលដងទីតុកយើងខ្ញុំមកសបកម្មវិធីខ្ញុំធ្លាប់ប្រាប់អ្នកគឺមុនដែរហ្នឹងមានច្រើនហ្នឹងអ្នកគ្នាអញ្ចឹងអ្នកគ្នាការវីដេអូមករៀនការចៅ comment ក្នុង TikTok អញ្ចឹងគឺបានចប់អ្នកគ្នាបើសិនអ្នកគ្នាចូលចិត្តការមករៀនរបស់ខ្ញុំកុំភ្លេចជួយចុច like page និងចេះ subscribe channel YouTube នឹងអ្នកមួយផងដើម្បីបានវីដេអូថ្មីចែករំលែកបែបនេះតទៅអ្នកគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ